តោះគ្នាយើងមកមើលរឿង One Piece ភាគទី29ខែវគ្គនេះក្រុម Luffy ត្រូវតាមទៅយក Robin មកវិញប្រវត្តិរបស់ហើយនឹងដឹងពីប្រវត្តិរបស់ Frankie អ្នកគ្នាអូខេតោះចូលជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតវីដេអូនេះចាប់ផ្ដើមជាមួយនឹង Frankie ដែលនៅពេលនេះគាត់បានចាប់ទាំង Usopp និង Toguro Mary មកខ្ញុំសុំទោសកន្លែងល្អអូតិចអ្នកគ្នាដើម្បីរងចាំ Luffy មករំដោះ Usopp នៅពេលនោះ Usopp អត់មានខ្វល់អីទេគាត់តែបញ្ជុះជុលទូកហើយ Frankie បានសួរគាត់ថាបើជួសជុលទូកនឹងហើយចង់ទៅណាហើយ Usopp បានឆ្លើយថាចង់ទៅណាក៏បានដែររឿងអញតើយីអានេះថាគាត់នឹងត្រឡប់ទៅផ្ទះនៅសមុទ្រខាងកើតវិញនៅពេលនោះ Frankie ដែលជាអ្នកជំនាញខាងទូកម្នាក់ដែរបានប្រាប់ Usopp តាមត្រង់ថាទូកមួយនឹងខូចខាតដល់ដំណាក់កាលចុងក្រោយហើយវាមិនអាចធ្វើដំណើរទៅណាបានទៀតទេខ្ញុំគិតទៅ Frankie ចាប់ Usopp យកមកធ្វើបាបក៏យកមកធ្វើអីគាត់បានបញ្យល់ប្រាប់ Usopp ទៀតថាការងាររបស់ទូកគឺដឹកមនុស្សឆ្លងទឹកពីកន្លែងមួយទៅកន្លែងមួយហើយការដែលទូក Mary មិនអាចដឹកមនុស្សឆ្លងទឹកបានតទៅទៀតអញ្ចឹងមានន័យថាវាមិនមែនជាទូកទៀតទេនៅពេលនោះ Frankie ចិត្តល្អចង់ជួយ Usopp ក្នុងការកំទេចទូកនោះចោលតែ Usopp នៅតែមិនទាន់ដាច់អាឡ័យហើយខឹង Frankie ខ្លាំងណាស់ដែលប៉ះទូករបស់គាត់ចំណែក Frankie វិញក៏ឆេវឆាវដែរពេលដែល Usopp និយាយមិនស្ដាប់គ្នាអញ្ចឹងពេលនោះគាត់បានចាប់ Usopp បោះទៅខាងលើហើយលោតទៅវាយ Usopp ទម្លាក់ចូលទៅក្នុងទឹកដើម្បីគាត់ពិនិត្យមើលបាតទូកដោយខ្លួនឯងពេលនេះ Usopp មើលឃើញច្បាស់ហើយថាទូក Mary ខូចខាតដល់កម្រិតណាប៉ុន្តែនៅពេលដែលឡើងពីទឹកវិញ Usopp នៅតែបន្តជួសជុលទូករបស់គាត់ដូចធម្មតាឃើញចឹង Frankie ទៅភ្នែកពេកក៏ស្ដីគាត់ប្រមាណម៉ាត់ទៀតហើយ Usopp ក៏បានសារភាពប្រាប់ថាតាមពិតគាត់ដឹងរឿងហ្នឹងយូរហើយកាលពីនៅ Sky Island ទូក Mary រងការខូចខាតជាខ្លាំងហើយមានយប់មួយនោះគាត់បានឃើញមនុស្សម្នាក់មកជួសជុលទូក Mary តាមពិតមនុស្សម្នាក់នោះគឺព្រលឹងរបស់ទូក Mary បានខ្លែងខ្លួនទៅជាមនុស្សមកជួសជុលឲ្យខ្លួនឯងនៅយប់នោះផងដែរទូក Mary បានសន្យាជាមួយ Usopp ថានឹងជួយជូនពួកគេចោះត្រឡប់ទៅកាន់ផែនដីវិញប្រកបដោយសុវត្ថិភាពជាលើកចុងក្រោយហើយនៅពេលនេះទូក Mary បានបំពេញសន្យារបស់គាត់មែនពេលដឹងចឹងហើយ Frankie អត់យល់ពី Usopp សោះព្រោះ Usopp ក៏ដឹងហើយដែរថាទូក Mary ដល់ដំណាក់កាលចុងក្រោយហើយហេតុអីគាត់នៅតែឆ្លោះជាមួយ Luffy ទៀតខ្ញុំសេចជំនួស Usopp ប្រោយព្រោះតែរឿងមួយហ្នឹងគឺខ្ញុំអត់បានដាក់ការអស់សំណើចទៅលើវីដេអូខ្ញុំទេចឹងហើយគឺខ្ញុំសោកស្ដាយខំតែនដែលទូក Mary របស់កាពីតែន Usopp មិនអាចធ្វើដំណើរទៅមុខទៀតបានចឹងហើយប្រហែលជាទៅមុខទៀតយ៉ាងម៉េចទៀត Frankie បានឲ្យយោបល់ Usopp ថាគាត់គួរតែត្រឡប់ទៅជួបក្រុមជាមួយនឹង Luffy វិញទៅចំណែកទូក Mary ទុកឲ្យគាត់ជាអ្នកចាត់ចែងបន្តមកមិនដឹងថានរណាទេបានមកគួរទ្វាររបស់ Frankie ហើយនៅពេលដែលជំនួយការទាំងពីររបស់ Frankie ទៅបើកទ្វារអ្នកគួរទ្វារនោះគឺជាក្រុម CP9 ហើយពួកគេបានធ្វើការវាយប្រហារទៅលើនាងទាំងពីរក្រុម CP9 មកហើយអ្នកគ្នាម៉ែខ្លាំង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 ហើយច្ដាច់ចោលពេលឃើញចឹង Frankie ខឹងណាស់ក៏សម្រុកចូលទៅហើយគាត់បានប៉ះគ្នាខ្លះៗជាមួយ Blue No ពីរនាក់ហ្នឹងបើសិនជាវាយគ្នាមួយស្មើអត់ឈ្នះ Frankie ទេតែនៅពេលនោះក្រុម CP9 មានគ្នាច្រើនជាងក្រុម CP9 ទៅរក Frankie នៅពេលហ្នឹងគឺចោល Frankie បកគោលប្លន់នាវាចម្បាំងឈ្មោះ Pluton ឲ្យពួកគេប៉ុន្តែនៅពេលនោះ Frankie បានប្រឆាំងមិនព្រមអាហ្នឹងវាអាចកំទេចភូកផែនដីយើងមួយបានចឹង Frankie អត់ញ៉ៃឲ្យទៅកាន់ពួកអា CP9 នេះដែរអញមកក្បាលបូមហ្នឹងលើបកគោលឲ្យពួកគេតាមស្រួលទេហើយគាត់ត្រូវបាន Lucy ឈូវប់ទៅវាយគាត់ម្ដាយឡើងខ្ទាតធ្លាយទៅដល់បន្ទប់សម្ងាត់មួយនៅទីនោះគឺជាបន្ទប់ដាក់សិភៅនិងឯកសារចាស់ៗរបស់ Frankie ហើយឈ្មោះការពីមុនរបស់គាត់គឺ Cathy Flame បន្តមកសាច់រឿងបានកាត់ទៅមើលប្រវត្តិខ្លះៗរបស់ Cathy Flame ឬក៏ Frankie នឹងកាលពី22ឆ្នាំមុន Cathy Flame ហើយអាមួយនេះមកស្ដប់ទឹកមាត់ដាក់ឯងតបមកដៃលើអាបងនិង Iceberg សុទ្ធតែជាកូនជាងទូកហើយមេរបស់ពួកគេនៅពេលនោះគឺមនុស្សម្នាក់ឈ្មោះ Tom ហើយនៅក្នុងក្រុមរបស់គាត់យើងក៏បានឃើញកង្កែបមួយក្បាលដែល Tommy Sin ឬក៏ Yes Papa តែងតែទៅបុកជាមួយរទេះភ្លើងឈ្មោះ Yokozuna ផងដែរចំណែកចុងភៅរបស់ពួកគេគឺអមចឹងមកខ្ញុំឆ្ងល់ថា Yokozuna ហ្នឹងគឺដូចជានៅក្នុងរឿងJujutsu Kaisen ទៀតចង់និយាយថាម៉ែកប់3ប្រោយហ្នឹងម៉ែកប់3ប្រោយម៉ែ
ស្រីខូខូរ៉ូមានថ្ងៃមួយតឡាការចល័តរបស់រដ្ឋាភិបាលបានចាប់ថមយកទៅកាត់ទោសដោយសារតែថមនឹងហើយគឺជាអ្នកធ្វើទុកឲ្យស្ដេចចៅសមុទ្រ Go Roger ហើយទោសកំហុសរបស់គាត់នៅពេលនោះគឺត្រូវប្រហារជីវិតប៉ុន្តែថមបានសុំតឡាការពជាពេលប្រហារជីវិតរបស់គាត់10ឆ្នាំសិនព្រោះនៅពេលនេះគាត់កំពុងតែរៀបចំផលិតរថភ្លើងដែលអាចរត់នៅលើសមុទ្របានរថភ្លើងសមុទ្រនឹងភ្ជាប់ទីក្រុង Water 7ទៅកាន់កោះផ្សេងៗគ្នានៅក្នុងតំបន់ជិតៗនឹងហើយវានឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ដល់ប្រជាជនបន្ទាប់ពីបានទទួលការអនុញ្ញាតពីតឡាការហើយថមបានត្រឡប់មកជប់លៀងនៅផ្ទះវិញពេលនោះម្នាក់សប្បាយចិត្តខ្លាំងណាស់មានអាកាត់ T Flame ទេដែលអត់សប្បាយចិត្តគាត់មិនយល់ពីរដ្ឋាភិបាលសោះដែលចង់ស្លាប់មនុស្សប្រកែកដូចជាថមហើយគាត់ខឹងដោយទាំងថមទៀតដែលសើចលេងយ៉ាងសប្បាយដោយអត់មានរឿងអីកើតឡើងអញ្ចឹងដើម្បីបន្ធូរអារម្មណ៍ Cathy Flame បានទៅបង្រៀនកង្កែប Yokozuna ឲ្យរៀនហែទឹកដោយប្រើក្បាច់មនុស្សនៅពេលនោះ Iceberg ឆ្ងល់ថមណាស់ Cathy Flame ឆ្លើយដាក់គាត់ប៉ុណ្្នឹងហើយនៅតែមិនព្រមដេញ Cathy Flame ចោលទៀតតាមពីដើមមក Iceberg អត់ចូលចិត្ត Cathy Flame ទេដោយសារតែគាត់មានចរិតច្លើបឺនិយាយមិនចេះស្ដាប់គ្នាប៉ុន្តែថមវិញមើលឃើញ Cathy Flame ក្នុងផ្លូវល្អជានិច្ចបន្ទាប់ពីការខិតខំធ្វើការដោយមិនខ្លាចឲ្យនឿយហត់អស់រយៈពេលជាង10ឆ្នាំមកនៅទីបំផុតរទេះភ្លើងរត់លើសមុទ្រឈ្មោះ Puffington បានចាប់ផ្ដើមដំណើរការក្រោយមកទៀតភ្នាក់ងារ CP5 របស់រដ្ឋាភិបាល CP5 ក្រុមនឹងផែខ្លាំងជាង CP9 ទៀតហ្នឹងឯងក្រុមមើលភ្នែកដឹងប្រោយម៉ែដាច់យប់ បានដឹកនាំដោយបារម្ភម្នាក់ឈ្មោះ Spandam បានមករក Tom Spandam ដឹងថា Tom មានប្លង់សាងសង់នាវាចម្បាំងឈ្មោះ Pluton នៅក្នុងដៃប៉ុន្តែ Tom បានប្រកែកថាគាត់អត់មានទេហើយក៏ទាត់ Spandam មកជើងចេញពីផ្ទះរបស់គាត់តាមពិតទៅ Tom ពិតជាមានប្លង់សាងសង់នាវាចម្បាំងនឹងមែនហើយដោយសារតែរដ្ឋាភិបាលកំពុងតែតាមដានគាត់បានបកគោលប្លង់នោះទៅឲ្យ Iceberg ជាអ្នកគ្រប់គ្រងគ្រាន់តែឃើញប្លង់នោះភ្លាម Cathy Flame ចាប់អារម្មណ៍ខ្លាំងណាស់ហើយក៏នឹកឃើញចង់សាកល្បងសាងសង់នាវាចម្បាំងនោះផ្លែតតាមពីដើមមក Cathy Flame ចូលចិត្តសាងសង់នាវាចម្បាំងលេងខ្លាំងណាស់ហើយជារឿយៗ Iceberg តែងតែស្ដីឲ្យគាត់ព្រោះគាត់គិតថានាវាចម្បាំងអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនរយៈកាលក្រោយមកទៀតគឺដល់ពេលតឡាការចល័ត មែនទេអ្នកគ្នាបើវាមានការផ្ទុះបែកអីមួយឬក៏ក្រុម Marine យកទៅវាយប្រហារចឹងវាឈឺផ្សាខ្លាំងមែនទែនរឿងមួយហ្នឹងចឹងសូមអ្នកគ្នាកុំជក់ថ្នាំ ធ្វើដំណើរមកកាត់ក្តីឲ្យថមសារជាថ្មីហើយប្រជាជនម្នាក់ៗសិតតែសង្ឃឹមថាតឡាការនឹងលើកលែងទោសឲ្យថមដោយសារតែគាត់មានស្នាដៃក្នុងការសាងសង់រថភ្លើងរត់លើសមុទ្រប៉ុន្តែនៅថ្ងៃនោះមិនទាន់បានកាត់ក្តីផងស្រាប់តែមានទូកចម្បាំងជាច្រើនគ្រឿងបានព្រួតគ្នាបាញ់ប្រហារនាវារបស់តឡាការចល័តហើយអ្វីដែលគួរភ្ញាក់ផ្អើលនៅពេលនោះគឺទូកចម្បាំងទាំងអស់ជារបស់ Cathy Flame អ្នកដែលបានបញ្ជាឲ្យគេលួចទូករបស់ Cathy Flame ទៅធ្វើសកម្មភាពនៅពេលនោះគ្មានអ្នកណាផ្សេងទេក្រៅពី Spandam គាត់ ផ្ទះខ្លោចខ្មៅ ធ្វើអញ្ចឹងគឺចង់ទម្លាក់កំហុសឲ្យក្រុមរបស់ថមដើម្បីបង្ខំឲ្យថមមកគល់ប្លង់សាងសង់នាវាចម្បាំង Pluton បន្ទាប់ពីបានធ្វើសកម្មភាពនឹងហើយ Spandam ក៏បានបញ្ជាឲ្យគេកំទេចទូកចម្បាំងរបស់ Cathy Flame ចោលទាំងអស់ដើម្បីបំបត្តិភស្តុតាងហើយការផ្ទុះនៅពេលនោះក៏បានរាលដាលធ្វើឲ្យថមហើយនិង Iceberg ត្រូវរបួសផងដែរពេលនោះ Iceberg បានបន្ទោស Cathy Flame ខ្លាំងណាស់ព្រោះគាត់ធ្លាប់បានហាម Cathy Flame ច្រើនលើកច្រើនសារហើយកុំឲ្យ Cathy Flame នឹងសាងសង់នាវាចម្បាំងតែ Cathy Flame នៅតែមិនព្រមស្ដាប់ប៉ុន្តែថមដែលកំពុងតែត្រូវរបួសធ្ងន់បានប្រាប់ Iceberg ថាកុំបន្ទោស Cathy Flame ព្រោះវាមិនមែនជាកំហុសរបស់គាត់ទេហើយនៅពេលនោះផងដែរ Spandam ក៏ នៅពេលនោះដែរគឺអាភ្នែកខ្មៅវាបានមកស្ដីឲ្យម៉ែអាចុយម្ដាយ បានទៅដល់ទីនោះដើម្បីចាប់ក្រុមរបស់ថមកាត់ទោសជាសាធារណៈការកាត់ទោសនៅលើនោះ Cathy Flame បានងើបឡើងប្រឆាំងថាអ្នកដែលបានបាញ់ប្រហារនាវារបស់តុលាការចល័តគឺ Spandam ប៉ុន្តែដោយសារតែគាត់និយាយនឹងគ្មានភស្តុតាងគ្មាននរណាជឿគាត់ទេពេលនោះផងដែរ Cathy Flame បាននឹកឃើញចង់ប្រកែកថានាវាចម្បាំងទាំងអស់នោះមិនមែនជារបស់គាត់តែថមបានងើបឡើងវាយគាត់បណ្ដាយហើយបណ្ដាយគាត់ថាត្រូវតែមានមោទនភាពចំពោះទូកដែលខ្លួនឯងបានផលិតបន្ទាប់មកថមបានលោតទៅមាត់ Spandam បណ្ដាយហើយចង់វាយជន់កគាត់ទៀតប៉ុន្តែគាត់ត្រូវបានកងបរិញ្ញាប្រើកាភ្លើងបាញ់ថ្នាំស្ពឹកបាញ់គាត់ជាច្រើនគ្រាប់មុនពេល និយាយទៅគឺគេមានស្នាដៃដល់ថ្នាក់ហ្នឹងនៅតែចង់សម្លាប់គេទម្រាំតែគេមិនធ្វើអីងាប់មិនដឹងខ្លួនប្រោយ ឡប់ថមសុកចិត្តទទួលកំហុសគ្រប់យ៉ាងហើយប្រាប់តឡាការថា Iceberg និង Cathy Flame អត់មានអ្នកណាពាក់ព័ន្ធទេបន្តមកនៅពេលដែលថមស្លាប់ហើយ Spandam បានយកជើងមកជន់ក្បាលរបស់គាត់ទៀតធ្វើឲ្យ Cathy Flame ត្រូវបានក៏ស្ទុះទៅកញ្ឆក់យកកាភ្លើងម្ដងពីដៃរបស់កងបរិញ្ញាម្នាក់រួចក៏លោតទៅវាយ Spandam ឡើងខ្ទេចមុខហើយស្នាណាស់ដែលពេលនោះ Cathy Flame លឿនអាចរត់គេចពីទីនោះតាន់ក្រោយមកទៀត Spandam បានបញ្ជូនថមតាមរទេះភ្លើងសមុទ្រទៅកាន់មន្ទីរឃុំឃាំងនៅកោះ Enilabi ស្រាប់តែ Cathy Flame បានទៅស្ទាក់មុខរទេះភ្លើងដើម្បីវាយរំដោះថមយកទៅវិញហើយនៅពេលនោះ Cathy Flame ត្រូវបានរទេះភ្លើងមកដែលគេនាំគ្នាសន្និដ្ឋានថាគាត់បានស្លាប់បាត់ហើយប៉ុន្តែនៅពេលនេះ Cathy Flame មិនទាន់ស្លាប់ទេហើយគាត់បានប្រូរឈ្មោះគាត់ទៅជា Frankie បន្ទាប់ពីក្រុម CP9 ពាត់ចាប់គាត់បានមេក្រុមរបស់ CP9 បានទេលេហ្វូនមកជួបគាត់ផ្ទាល់ហើយផែនដី ចឹងគឺដឹងពីប្រវត្តិរបស់ Frankie ពិតមែនអ្នកគ្នា ពិតជាតូចចង្អៀតណាស់ព្រោះមេក្រុមរបស់ CP9 បច្ចុប្បន្នគឺ Spandam បន្ទាប់មកក្រុម CP9 បាន មេក្រុម CP9 បច្ចុប្បន្នគឺអាភ្នែកខ្មៅម៉ែ ចាប់យក Frankie ទៅអត់មានអ្នកណាខ្វល់ជាមួយ Usopp ទេពេលនោះ Usopp ដូចជាក្លាហានផ្លែចង់ជួយ Frankie ប៉ុន្តែគ្រាន់តែ Lucy ស្លក់គាត់បន្តិច Usopp ឡើងត្រង់ជើងភ្លឹង I'm sorry.
ពេលនោះខាងពួកនឹងចាំថាអ៊ូសាប់គឺជាសមាជិកម្នាក់របស់ក្រុម Luffy ដល់ពេលចឹងទៅគេក៏វាយអ៊ូសាប់ទ្រមហើយនឹងចាប់អ៊ូសាប់ទៅជាមួយគ្នាប៉ុន្តែមុននឹងពួកគេចាក់ចេញទៅខាខូបានទម្លាក់ទូហ្គូអ៊ីម៉ារីចូលទៅក្នុងទឹកសមុទ្រគាត់ធ្លាប់ប្រាប់ឲ្យថាទូហ្គូអ៊ីម៉ារីមិនអាចធ្វើដំណើរបានតទៅទៀតទេយ៉ាងហើយទើបគាត់ជួយចាត់ការទូហ្គូ cho rừng chê đây cho một bên chi phí ai đăng thấy trời anh mặc cái bao bố nó lấy អ៊ីម៉ារីចោលតែម្ដងទៅកាត់តែមើលនៅអាគាររបស់ Iceberg វិញភ្លើងកំពុងតែឆេះស្ទើរស្ថៅហើយប្រជាជនក៏ព្យាយាមជួយបន្លត់ពេលនេះពួកគេជួយ Nami បានហើយក្រោយមក Chopper ក៏បានជួយ Polly និង Iceberg ចេញពីភ្លើងបានផងដែរពេលដឹងខ្លួនទៅវិញ Iceberg បាននិយាយស្ងាត់ៗជាមួយនឹង Nami តែពីរនាក់ Iceberg ធ្លាប់ឮ Robin ប្រាប់ថាការដែលនាងសហការជាមួយនឹងក្រុម CP9 គឺដោយសារតែនាងចង់ការពារក្រុមរបស់ Luffy នាងបានដាក់លក្ខខណ្ឌជាមួយក្រុម CP9 ថាឲ្យតែនាងព្រមធ្វើតាមពួកគេនោះក្រុម Luffy អាចចាក់ចេញពីទីក្រុង Water 7បានដោយសុវត្ថិភាពពេលដឹងរឿងនេះហើយ Nami សប្បាយចិត្តខ្លាំងណាស់ហើយនឹងជឿជាក់ថាក្រុមរបស់នាងនឹងអាចជួយ Robin ត្រឡប់មកវិញបាននៅទីនោះផងដែរជាងទូ Polly ក៏បានដឹងខ្លួនហើយក៏បានប្រាប់កូនជា mai hai bên đằng sau chậm bạch đã rụp sao thế ấy របស់គាត់ឲ្យជួយ Nami និងក្រុមរបស់ Luffy នៅពេលចេញដំណើរ Nami បានឲ្យ Chopper ទៅតាមរក Luffy ហើយនិង Zoro ចំណែកនាងទៅតាមជួយ Robin មុននិយាយពី Luffy ហើយនិង Zoro ក្រោយពេល Lucy បោះគាត់ចេញពីអាគារ Luffy បានទៅជាប់ខ្លួននៅចន្លោះតូចមួយរវាង một xa na này một lần speed một lần hơn គាពីរើមិនរួចចំណែក Zoro វិញក៏បានធ្លាក់ចូលទៅក្នុងបំពង់ផ្សែងរបស់ផ្ទះមួយរើមិនរួចដូចគ្នាមករយៈហ្នឹងយើងដូចជាបាត់ដំណឹងរបស់សានជីឲ្យឆឹងតែម្ដងតាមពិតសានជីបានបាត់ខ្លួនដោយសារតែគាត់រវល់តាមខ្លំមើល Robin យ៉ាងប្រកិតនៅពេលនេះគេកំពុងតែរៀបចំបញ្ជូន Robin ឡើងរថភ្លើងសមុទ្រហើយជាមួយគ្នានោះគេក៏បានបញ្ជូន Usopp ហើយនិង Franky ទៅជាមួយគ្នាផងដែរនៅទីបំផុតរថភ្លើងបានចេញដំណើរហើយសមាជិកក្រុម Luffy ដែលអាចឡើងរថភ្លើងទាន់នៅពេលនោះគឺមានតែសានជីម្នាក់តែប៉ុណ្ណោះមុនចាក់ចេញទៅសានជីបានទុកសម្បត្តិម្សលឹកឲ្យ Nami ហើយនឹងទូរស័ព្ទខ្យល់មួយសម្រាប់តាក់ទងគ្នាបន្ទាប់មកមិនយូរប៉ុន្មាន Nami បានរកឃើញ Luffy ដែលជាប់នៅចន្លោះអាគារហើយនេះបានប្រាប់ Luffy ពីរឿងរបស់ Robin ពេលដឹងការពិតអស់ហើយ Luffy ក៏ចាប់ផ្ដើមមានកម្លាំងចិត្តហើយអាចរើរួចចេញពីទីនោះបានក្នុង mình bị nạt đằng đấy mình cũng lăng chân tay rơ rồi ở đây ពេលជាមួយគ្នា Chopper ក៏បានរកឃើញ Zoro ផងដែរហើយជាមួយនឹងដែរដែល Chopper ពំទៅនឹង Zoro អាចកាប់រំដោះខ្លួនឯងរើរួយពីបំពង់ផ្សែងដូចគ្នាបន្ទាប់ពីបានជួបជុំគ្នាហើយអាប់ដេតព័ត៌មានរួចហើយពួកគេបានជួបជាមួយនឹងអ៊ំស្រី Kokoro ហើយអ៊ំស្រី Kokoro បានអនុញ្ញាតឲ្យពួកគេប្រើរទេះភ្លើងសមុទ្ររបស់គាត់ដើម្បីជិះដេញតាមទៅជួយ Robin មុនចេញដំណើរ Luffy ត្រូវដាក់មួយចំអែតសិនហើយនៅពេលហ្នឹងកូនចាស់ về sâu rấu nè về sâu rấu របស់គាត់ដើម្បីជិះដេញតាមទៅជួយ Robin មុនចេញដំណើរ về sâu rấu đặt mà phòng bê bông lọp chân vần mộng bằng địch nơi crown kre dục mình level phật tập bài về crowd làng mày đặt mà cái nho mày cọp xì Luffy ត្រូវដាក់មួយចំអែតសិនហើយនៅពេលហ្នឹងកូនចៅរបស់ Franky ក៏តាមមកសុំទៅជាមួយផងដែរព្រោះពួកគេចង់ជួយ Franky ប៉ុន្តែនៅពេលនោះពួកគេអត់ជិះរថភ្លើងជាមួយក្រុម Luffy ទេគឺពួកគេជិះលើសត្វទឹកធំៗពីរដែលពួកគេហៅថា King Bull តោងតាមក្រោយរទេះភ្លើងទៅសម្រាប់រឿងនេះផងដែរខ្ញុំសូម slash ត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលឬក៏យ៉ាងណាសូមជួយ comment ប្រាប់ផងហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសូមអរគុណ nâng ngày nè kia đội lưu con vậy chứ thà chui comment mình nè môi phong hay nâng subscribe phong ở con let's go boom boom